mình sẽ lưu khối nhưng mà cho hay là nhưng mà cái này dùng sản xuất ngày hôm nay nhưng mà install ASX nên luôn rồi chỉ như là bố nhưng tôi ca ra nơi comment sudo mt update pertama việc thực hiện password cho nên đã password dương cho máu chẳng dương rung trăm về một thịtต่อไปយើងอัปเดตไปហើយយើងធ្វើការ run នៅ command មួយទៀតគឺ sudo apt install ssh អញ្ចឹងបន្ទាប់ពីហើយយើងចុច enter មកអញ្ចឹងវាធ្វើការ run ហើយបន្ទាប់ពីយើងធ្វើការ install នៅ ASX ហើយយើងធ្វើការ run នៅ command sudo system enable ASX អញ្ចឹង sudo systemចឹងយើងការចុច enter មកបន្ទាប់ពី run នៅ enable ហើយយើងធ្វើការ run នៅ sudo system ctl try ហើយ starter ssa យើងឃើញថា SA យើង active running អញ្ចឹងបន្ទាប់ពីយើងធ្វើការ run នៅ system ctl starter SA ហើយ command បន្ទាប់យើងធ្វើការ run នៅ sudo ufw allow SA អញ្ចឹងចុច enter មកចឹងបន្ទាប់មកហើយយើងធ្វើការ run នៅ IP វាមើលអញ្ចឹង IP របស់ខ្ញុំ 10.0.2.15 តោះមកយើងធ្វើការ enter វាមកគឺថា IP វាយើងដាក់ត្រង់កន្លែងនេះបន្ទាប់ពីយើង run នៅ pin ហើយយើងធ្វើការដាក់នៅ user របស់យើងមក connect add ហើយយើងវាយមិញមក 10.0.2.15 តោះមកអូយើងដាក់នៅ ASX សិនហើយរក connect user របស់យើងនោះតោះមកយើង add 10.0.2.15 ហើយកន្លែងនេះសួរថាយើងចង់នេះ yes ចឹងយើងកន្លែងនេះយើងវាយទៅថា yes មកចឹងយើងកាត់ដាក់ password របស់យើងចូលអញ្ចឹងរបស់យើងគឺរួចរាល់អញ្ចឹងយើងវាយ command formi មួយទៀតគឺ hostname វីដេអូខ្ញុំគឺមកដល់ទីបញ្ចប់អញ្ចឹងសូមអរគុណលោកគ្រូ